បាទសួស្តីបងប្អូនទាំងគ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូមួយបាទស្ដីពីរបៀបនៃការបង្កើត Facebook បាទសម្រាប់បងប្អូនដែលគាត់តាមមិនដឹងបាទខ្ញុំបង្កើតគឺនៅលើទូរស័ព្ទដៃ iPhone បាទអញ្ចឹងបងប្អូនចុចទៅកាន់ Facebook មកបាទដល់ឡើយនេះបងប្អូនចុចឡើងនេះ create new account មកចុចនៅ get start តើមកបងប្អូនបំពេញឈ្មោះមកបងប្អូនដាក់ឈ្មោះអីក៏បានដែរតែបងប្អូនទេតែខ្ញុំដាក់បើសិនជាវីដេអូនេះបងប្អូនពេញចិត្តបងប្អូនជួយចុច Subscribe និងដាក់រូបកណ្ដឹងផងបានដើម្បីទទួលបានវីដេអូបន្តពីខ្ញុំបាទពីសូមអរគុណបាទដល់នេះបងប្អូនដាក់ថ្ងៃខែបងប្អូនដាក់ថ្ងៃខែពិតក៏បានមិនពិតក៏បានview មកបងប្អូនជ្រើសរើសភេទមកខាងលើស្រីខាងក្រោមកណ្ដាលប្រុសឥឡូវយកកណ្ដាលតោះមកបងប្អូនបំពេញលេខទូរស័ព្ទដៃរបស់យើងបងប្អូនចុច next ដល់ថ្ងៃនេះគេឲ្យយើងបំពេញសម្ងាត់អញ្ចឹងបងប្អូនបំពេញពាក្យសម្ងាត់មកឲ្យបាន6ខ្ទង់ឡើងដាក់ជាអក្សរមុនក៏បាននៅដាក់អក្សរមួយមុនបងប្អូនបន្តមកចុច next up ចាឡូតើមកបងប្អូនខ្ញុំនឹងផ្ញើលេខកូដមកកាន់លេខទូរស័ព្ទរបស់យើងឥឡូវយើងបាន Facebook មួយហើយបងប្អូនចាំដាក់ profile ដាក់មកតើខ្ញុំខ្ញុំដាក់ទេខ្ញុំការ skip សិនបាទដល់ពេលនេះបងប្អូនត្រូវយកលេខកូដដែលក្រុមហ៊ុនផ្ញើមកបំពេញឡើងយ៉ាងបងប្អូននេះលេខកូដក្រុមហ៊ុនផ្ញើមកក្រុមហ៊ុនហ្នឹងបងប្អូនខ្ញុំដាក់ឡើងយ៉ាងមកបងប្អូនចុច submit iniគឺបានជោគជ័យហើយបងប្អូនទៅការ add friend តែពេលនេះវាមិនតាន់ load មកទេបងប្អូនគឺវានឹង load មកចាំវិញម
មកដល់កន្លែងនេះដែរបងប្អូនកំណត់ជា public បងប្អូនឥឡូវយើងសាកលោកអៅសិនដើម្បីឲ្យច្បាស់ថាយើងបានបង្កើតបាននៅបើតើអំពីលេខកូដដំណាំយ៉ាងម៉េចណាព័ត៌មានមួយវិញបានបងប្អូនចូលកំណត់វាដើម្បីឲ្យផុសចេញពីសាធារណៈបងចូលរកញ៉ាំត្រី3មិនហើយរកពីទីនេះតែទីហើយបងប្អូនចុចកន្លែង setting ញ៉ាំ5មិនិតណាហើយបងប្អូន scroll ទៅលើរកពីថា public public អូនចូលទៅបងប្អូនចុច select កន្លែង public វាយើងបង្កើតថ្មីគឺនៅកន្លែង friend យើងកំណត់វាឡើងវិញថា public ដើម្បីឲ្យគេឃើញពេលដែលយើងផុសទៅមិនឃើញជាសាធារណៈកន្លែង comment rank បងប្អូនបាទកន្លែង achieve ថានេះគឺកន្លែងសញ្ញាអនឡាញយើងពេលយើងបើកកំពុងលេងហ្នឹងគេមកឃើញយើងចង់បិទឡើងហ្នឹងគឺគេមើលឃើញគេយើងកំពុងលេងទេដល់ខ្ញុំអត់បិទទេបាទដល់វីដេអូតែប៉ុណ្ណេះទេបងប្អូនតាមសូមអរគុណខ្ញុំសូមនិយាយ